niềng bà đa cha phát đây có slap côn có slap côn môi tiết có slap mặt đai có slap ở bốc có slap trọp sầm bát có phượng che tè o mà lo hơi nơi từ luôn môi sinh cái đây tục truột choan khnia tì bầm phật niềng tục ở rom smara đây lên bàn đôi sinh cái đây sau vì vô crop sòng cọt luôn thưa ao tục ở rom lên bàn khai từ chim manu khôi sự tệ smara đây vì còn chả rập niềng đào dùng dây sợi tuôn lên miền tì bầm phật trong cõi bầm phật bàn chu visa khan nom từ chu pre ព្រះអង្គថាមានតែព្រះធម៌ទេដែលអាចព្យាបាលនាងបាននោះព្រះអង្គសម្ដែងធម៌ឲ្យនាងស្ដាប់រហូតដល់នាងយល់ចូលខ្លួនមកបួសដើម្បីកសាងអំពើល្អសម្រាប់ខ្លួនឯងមុននឹងស្លាប់ទៅដែរញោមញាតិពុទ្ធបរិស័ទទាំងឡាយព្រះអានន្ទសោកស្ដាយណាស់ពេលព្រះអង្គព្រះនិព្វានគឺថាព្រះអង្គសុគតទៅអានន្ទដើរយំពីភូមិមួយទៅភូមិមួយដូចគ្នាញោមដើរយំពីមួយកន្លែងទៅមួយកន្លែងមហាជនតែងទៅសួរព្រះអានន្ទថាធ្លាប់តែឃើញអានន្ទឃើញពពុទ្ធចុះឥឡូវមិនក៏ឃើញតាអានន្ទបាត់ពពុទ្ធទៅឯណាអានន្ទយំទៀតហើយថាព្រះអង្គនិព្វានចោលយើងហើយញោមមកដាក់គឺគូតយំប្រជាជនយំតាមទាំងអស់គ្នាដល់ចុងក្រោយបំផុតទេវតាមកទូលមានព្រះអានន្ទវិញម្ដងទេវតាថាព្រះអានន្ទបកែចេះធម៌អាច្រើនណាស់ដើរពន្យល់គេទេសនាណែនាំគេប៉ុន្តែដល់ទីបំផុតខ្លួនឯងជួបរឿងកំសត់យំដែរហើយក្រែងយើងដឹងហើយថាការយំនេះវាគ្រាន់តែជាការបង្ហាញពីសេចក្តីស្រឡាញ់សោកស្ដាយតាប៉ុន្តែគ្មានប្រយោជន៍ដល់អ្នកស្លាប់ទេដូច្នេះមានតែការធ្វើបុណ្យគុណកុសលតែប៉ុណ្ណោះបានព្រះអានន្ទលោកស្ងប់ចិត្តងាករេបែរមករកពធវិញអាជាតសត្រូវដែលមានវិបដិសារីធ្វើបាបប្របីដាខ្លួនឯងរហូតដល់ប្របីដាចូលទីវង្គតខ្លួនឯងសោកស្ដាយណាស់ដេកយំក្តៅក្រហាយគ្មានពេទ្យណាព្យាបាលបានវិយាករមរភ័តជាពេទ្យល្បីសម័យនោះនាំទៅជួបព្រះក្រោយពីជួបព្រះមានតែព្រះធម៌ទេទើបអាចផ្សះផ្សាសេចក្តីទុក្ខវិបត្តិវិបដិសារីនេះបានហេតុនេះបានព្រះអង្គទ្រង់ត្រាស់សម្ដែងទុក្ខថាសត្វធនោសត្វធម្មងសត្វាសពៈសមងជីនសាសនេកបានិសតសហសានិទុកតੰសោអ្នកកេចតិបើបុគ្គលណាបានស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធដែលរាប់ចូលជាព្រះវិចិត្រមានៃព្រះអនាវរណញ្ញាណជាស្ដេចនៃអ្នកប្រាជ្ញនេះបុគ្គលនេះរមែងមិនទៅកាន់នរកប្រែតដេរឆានអស់កាលដ៏យូរដូច្នេះហើយសេចក្តីទុក្ខសេចក្តីលំបាកក៏នឹងអាចផ្សះផ្សាផ្សាំងជាបានដោយសារស្ដាប់ធម៌ហើយចឹងបានជាញោមញាតិពុទ្ធបរិស័ទចង់ឲ្យមានធម៌ក្នុងកម្មវិធីបុណ្យក៏និមន្តបឋមកថាមកសម្ដែងឥឡូវអាត្មាទទួលតាមសំណើរបស់ញោមញាតិក៏ប៉ុន្តែពុទ្ធនឹងលោកមុននឹងសម្ដែងប្រមាលមើលនិស័យសត្វមុនដឹងថាសត្វណាចូលចិត្តធម៌ណាសត្វណាចូលចិត្តធម៌ណាដាក់ទៅចំដូចគេអេះចំកន្លែងលមាស់ចឹងឬក៏ដូចគេហូបសម្លដែលគេកំងចង់ភៅឲ្យស្លតាមបំណងគេដល់អាត្មាអត់ចេះប្រមាលមើលនិស័យសត្វទេញោមឲ្យប្រមាលមើលតែសបុតប៉ុនតែសបុតប៉ុនគេធ្វើប៉ុនអីសំដែងតាមតែសសៀសបុតប៉ុននោះហើយបើត្រូវក៏ត្រូវទៅបើមិនត្រូវមានតែអនុគ្រោះហើយបើប្រមាលមើលនិស័យអត់ចេះប្រមាលមើលតែមុខត្រង់ហ្មងបើថាមុខរៀងស្ដាប់យល់កំពុងតែព្រោះកំពុងតែចូលហើយអាត្មាចិត្តតែមានកម្លាំងទៅហើយបើថាមើលទៅមុខដូចរៀងជូអែមហើយមិនហ៊ានទេគេថាឲ្យមើលមុខយាយតាជួនកាលមុខគេស្ងួតមាត់គេស្ងាបស្ទើរអង្គុយស្ទើរក្រាបស្ទើរកថែងសូម្បីធរនោះនៅវែងសង្ខេបលើកលែងលាគេទៅជួនកាលយាយធុញយាយថប់យាយមិនហ៊ានថាបើយាយចេះតែបថយកញ្ចប់ស្លាសញ្ញាថាយាយចង់ឲ្យចប់
ចឹងកាលតាធុញតាថប់តាមិនហ៊ានថាបើតាចេះតែមើលនាឡិកាសញ្ញាតាថាដល់ម៉ោងហើយចឹងអាត្មាប្រមាលមើលតែមុខញោមទេបើថាមុខជូអែមខ្លាចធွာនឹងវាជូអែមតាមហើយបើញោមមុខស្រស់ទៅធ្វើបន់មុខស្រស់ស្ដាប់ធម៌មុខស្រស់គេថារស់ស៊ីធូណាញោមធ្វើបន់មុខជូរស់ស៊ីតាំងហើយបើធ្វើបន់មុខខឹងរស់ស៊ីខាតហើយបើធ្វើបន់មុខស្អាតរាល់ជាតិចឹងអនុគ្រោះញោមណាសំដែងទៅពេញចិត្តក៏ដោយមិនពេញចិត្តក៏ដោយជ្រុលខ្លួនចូលអង្គុយស្ដាប់លោកទេប៉ុណ្ណេះទៅហើយគឺថាទ្រាំឲ្យតលចប់មកគ្រាសិនទៅញោមកុំអាលឡើងចោលលោកអីព្រោះក៏ដោយមិនព្រោះក៏ដោយយល់ក៏ដោយមិនយល់ក៏ដោយចេះតែអង្គុយទ្រាំធ្វើមុខដោយកំពុងតែយល់កំពុងតែព្រោះចឹងទៅលើកទឹកចិត្តលោកក៏ស្ដាប់មិនបានក៏ដោយធ្វើមុខដោយកំពុងតែស្ដាប់បានអញ្ចឹងទៅលោកអ្នកទេសនឹងស្មានតែញោមញាតស្ដាប់បានចេះតែបាច់អញ្ចឹងទៅដែរអញ្ចឹងបើញោមបាននៅគ្រោះឲ្យអាត្មាសំដែងតាមការចេះចាំសមគួរក្នុងពេលវេលាគ្រានេះសូមចម្រើនពរนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะសូមលើកហដ្ឋាប្រណម្យបង្គំគោរពរំលឹកនឹកដល់គុណព្រះដ៏មានបុណ្យភគវន្តអរហន្តសម្មាសម្ពុទ្ធជាបរមគ្រូព្រមទាំងគុណព្រះធម៌និងគុណព្រះសង្ឃដោយសេចក្តីគោរពដ៏សង្ខេបបែបខ្លីតែប៉ុណ្ណេះសូមឲ្យកើតការចម្រើនជាពរជ័យដល់យាយដល់តាអាចារ្យដូនជីនារីបរោះប្រុសស្រីទាំងអស់ហើយបានអាយុវែងសុខភាពល្អកុំឲ្យមានជំងឺកុំឲ្យឈឺកុំឲ្យអាពាធបៀតបៀនលហិតលហើយចុកដៃឈឺជើងឈឺក្បាលឈឺក្បូងឈឺតសៃឈឺតសូមឈឺលងឈឺតកៀកឈឺចកេះឈឺចកុំឈឺចកាឈឺស្មាឈឺស្មងឈឺខ្នងឈឺក្បាលរៀលដាល់មកដល់សួតថ្លើមប្រមាត់បេះដូងបងកំពកអលោកកែវអលោកព្រះខ្លងស្រែងបែងថ្ងៃទឹកនោមប្រៃទឹកនោមផ្អែមលើសឈាមលើសខ្លាញ់លើសស្ករលើសអាស៊ីតកងសែប្រែប្រាស់ផ្លាស់ចេញពីរូបរាងកាយជំងឺទាំងឡាយសូមកុំឲ្យកើតមានដល់ញោមឡើយសូមឲ្យរស់នៅឲ្យបានយូរតទៅមុខទៀតធ្វើបុណ្យឲ្យបានច្រើនដោយសេចក្តីប្រាថ្នាសន្យាជាមួយអាត្មាឲ្យហើយទៅថាយើងរស់នៅជាមួយគ្នាឃើញគ្នារាប់សិបឆ្នាំទៀតកុំអាលទៅណាចោលគ្នាលំដាប់ពីនេះទៅនឹងត្រូវលើកយកនៅរឿងរ៉ាវព្រះធម៌ទេសនាមកសម្ដែងសាធុវោអស់លោកអ្នកសាធុសពបរោះប្រុសស្រីទាំងឡាយនៅលើពិភពលោកយើងនេះមានប្រទេសច្រើនហើយក៏មានវប្បធម៌ច្រើនក៏មានជំនឿសាសនាច្រើនប្រទេសនីមួយសុទ្ធតែមានជំនឿសាសនាគេហើយតែមានដាបៃតាញាតិកាគេស្លាប់ទៅគេមានវិធីតាមបែបជនជាតិគេតាមបែបសាសគេដោយឡែកជនជាតិខ្មែរយើងក៏ដូចគ្នាដែរជនជាតិខ្មែរយើងពេលដែលមានដាបៃតាដូនតាស្លាប់ទៅក៏មានវិធីធ្វើបុណ្យដូចគេដែរយើងហៅថាធ្វើបុណ្យ3យ៉ាងទី1ថ្ងៃស្លាប់ដំបូងគេហៅថាធ្វើបុណ្យមរណៈសង្គ្រោះឬខ្លះគេហៅថាបុណ្យសពខ្លះហៅថាបុណ្យខ្មោចបុណ្យនោះគេឲ្យឈ្មោះហៅថាបុណ្យមរណៈសង្គ្រោះព្រោះគេសង្គ្រោះដល់អ្នកស្លាប់និងសង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់គេសង្គ្រោះដោយធម៌4យ៉ាងទី1ទានអ្នកមកចូលចាប់មគ្គផលតាមមានតាមបានមិនមែនមានន័យថាគេចង់បានទ្រព្យសម្បត្តិរបស់របរពីយើងនោះទេគឺបង្ហាញពីទឹកចិត្តស្រឡាញ់រាប់អានគ្នាទី2បយវច្ចៈមកពោលពាក្យពីរោះពិសាជួយស្មូតជួយសោតធរអាឬក៏ជួយណែនាំថាក្មួយអើយចៅអើយធ្វើអញ្ចេះមកធ្វើចុះទៅនេះគ្នាកំពុងតែវល់ខ្វល់ក្នុងចិត្តគិតអីមិនចេញទៀមទាឲ្យអ្នកស្រុកអ្នកភូមិជួយឲ្យយោបល់ហើយជួយស្មូតជួយសោតធរអារំលឹកក្រើនដាស់តឿនអីចឹងទៅឯទី3គេហៅថាអត្តចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាមានន័យថាកុំចាំតែគេជួលចេះអីក៏ជួយនឹងតាមលទ្ធភាព
ចេះរៀបទៀនធូបបាយសីបរិយមលូសនាអាសនៈថ្វាយប្រសងក៏រៀបតាមនឹងទៅបើយើងចេះក៏ជួយនឹងទៅទី4គេហៅថាសមានណត្តតាទម្លាក់មាននេះឲ្យស្មើគ្នាមានន័យថាមិនយករឿងមានបានមកបង្អួតមិនយកយសស័កឋានៈធំដុំមកបង្អួតគ្នាមានទុកឲ្យពេលនេះកុំឲ្យគិតថាអញឋានៈធំអញមិនទៅខ្វល់ខ្វាយអ្នកក្រអញឋានៈធំមិនខ្វល់ខ្វាយអ្នកតូចអញអ្នកមានមិនទៅអើតមិនទៅគិតអ្នកក្រអត់ទេជីវិតមួយដូចគ្នារស់នៅក្នុងសង្គមជាមួយគ្នាតែងតែមានទុកតែងតែជួបគ្រោះថ្នាក់ផ្សេងដូច្នេះម្ដងម្នាក់ម្ដងគេម្ដងយើងការជួយគ្នាទៅវិញទៅមកនេះគឺជារឿងសំខាន់សម្រាប់អ្នករស់នៅបានលោកថាមរណៈសង្គ្រោះនេះគឺសង្គ្រោះដល់អ្នកស្លាប់ដោយធម៌4ហ្នឹងហើយសង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់ផងដែរ